បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ជាទីគោរពជាទីរាប់អានខ្ញុំបាទលោកគ្រូសានប៊ុនសូមលើកយកនៅការទិញឡានទិញម៉ូតូបើកហាងលក់ដូរផ្សេងជ្រើសរើសថ្ងៃទេវតារឹកដើម្បីឲ្យមានសេរីសួស្តីមានលៀបមានជ័យចូលដល់អ្នកដែលជាម្ចាស់បាទដោយសារយើងជ្រើសរើសទៅតាមថ្ងៃក្នុងខែនីមួយៗនេះគឺយើងจะផ្ដោតទៅលើថ្ងៃដែលថ្ងៃជាយោសុខោលៀបនិងសទ្ធីរបស់ឆ្នាំពុកម៉ែបងប្អូនដែលត្រូវទិញឡាននិងទិញម៉ូតូនោះបាទដោយនៅក្នុងមួយខែយើងមានថ្ងៃមានខ្នោតនិងរនោចដែលជាថ្ងៃទេវតារឹកដោយយើងដកយកនៅថ្ងៃដែលមិនមែនជាថ្ងៃទេវតារឹកឬក៏ថ្ងៃកាលកណីធ្លាក់ត្រូវលើយានជំនិះលើរបស់របរផ្សេងយើងដកតែថ្ងៃមិនល្អចេញហើយយកតែថ្ងៃល្អនៅក្នុងនោះដែលយើងផ្ដោតទៅលើថ្ងៃជ័យយោដូចជាជូតមមែជ័យយោគឺថ្ងៃអាទិត្យអញ្ចឹងតាមស្លោកបុរាណគេសរសេរមកថាជូតមមែអង្គសាអាទិត្យជូតមមែអង្គសាអាទិត្យឆ្លើវើពើពិតអន្សាចានខារកាអន្សាអង្គាថោះចសោភាអន្សាពុទ្ធរោងកលអន្សាពហោះមកសាយនោះសុកកំណត់មមីអន្សាសៅពិតប្រកបតាមលេខបែបបត់ពីបុរាណអញ្ចឹងដែររាល់ការទិញរបស់របរចាស់បុរាណពីដើមមកច្រើនតែថាទិញយកជ្រើសរើសថ្ងៃជ័យយោបាទអញ្ចឹងខ្ញុំបាទក៏បានសិក្សាឃើញថាថ្ងៃជ័យយោហ្នឹងគឺស្ថិតនៅលើឆ្នាំផ្សេងគ្នាអញ្ចឹងដែរនៅក្នុងថ្ងៃដែលយើងទិញឧទាហរណ៍ថាឆ្នាំជូតមមែហ្នឹងល្អទៅលើថ្ងៃអាទិត្យថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃពហុអញ្ចឹងឆ្នាំផ្សេងទៀតបាទអញ្ចឹងផ្សេងទៀតมันអាចទិញបាននៅក្នុងថ្ងៃអាទិត្យថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃពហុដូចគ្នាបានទេដោយសារនៅក្នុងមួយថ្ងៃយើងអាចពីដណ្ដប់ឆ្នាំនេះយើងអាចទិញបានតែ5ទៅ6ឆ្នាំទេក្នុងមួយថ្ងៃมันអាចទិញបានទាំង12ឆ្នាំទេដោយសារយើងបែងចែកទៅតាមថ្ងៃជ័យយោសុខោនេះដោយថាអ្នកខ្លះចំលើថ្ងៃលៀបចំលើថ្ងៃសទ្ធីមែនប៉ុន្តែសម្រាប់អ្នកឆ្នាំផ្សេងចំលើថ្ងៃកម្មឬថ្ងៃមរណៈអញ្ចឹងมันបានសុខទេយើងទិញរបស់របរដូចជាឡានម៉ូតូមកវាច្រើនបុកប៉ះពីមានគ្រោះថ្នាក់ដល់ខ្លួនដល់អញ្ចឹងដែរខ្ញុំបានចងក្រងបែងចែកដាច់ពីគ្នានៅក្នុង app MySB42 របស់ខ្ញុំបាននោះគឺមានថ្ងៃល្អហ្នឹងគឺថ្ងៃជ័យយោសុខោហ្នឹងវាមានឆ្នាំខ្ញុំសរសេរនៅក្នុងនោះឆ្នាំហើយពាក់ព័ន្ធទៅនឹងថ្ងៃជ័យយោនឹងឯងបាទហើយមួយទៀតជ្រើសរើសតែថ្ងៃទេវតារឹកដល់យើងដកថ្ងៃមិនល្អថ្ងៃទេវតាមិនឲ្យរឹកថ្ងៃកម្មថ្ងៃមរណៈថ្ងៃមានកំសួរឆេះនិងថ្ងៃលិចឬក៏ខែលិចចំលើថ្ងៃអីមួយយើងដកចេញឬមួយទៀតគេហៅថាថ្ងៃលោកវិនាសថ្ងៃលោកវិនាសនេះឧទាហរណ៍ថាថ្ងៃច័ន្ទចំលើថ្ងៃ11កើត11រោចហើយអ្នកដែលជូតមួយម៉ែទៅទិញឡានឬទៅទិញម៉ូតូក៏មិនល្អដែរដោយសារអីថ្ងៃនោះជាថ្ងៃលោកវិនាសអញ្ចឹងរាល់យានយន្តដែលយើងទិញមកនោះมันបានសុខទេអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតឬក៏ដល់យានយន្តនឹងបុកប៉ះពីខ្ទេចខ្ទីអស់អញ្ចឹងហើយយើងសង្កេតឃើញនៅលើដងផ្លូវយើងឃើញហើយមានការបុកប៉ះពីស្ទើរតែរាល់ថ្ងៃហើយអ្នកខ្លះពួកគេថាកុំទៅជឿអីឲ្យតែមានលុយទៅទិញបានដែរបាទអាហ្នឹងវាជារឿងរបស់គាត់ពេលខ្លះគាត់រាសីគាត់នៅឡើយល្អគាត់អាចទៅទិញចំលើថ្ងៃល្អរបស់គាត់ដែរពួកគាត់មិនបានទៅសួរតាអាចារ្យឬសួរអ្នកណាទេគាត់ទៅទិញស្មានតែគាត់ទិញចំលើថ្ងៃល្អថ្ងៃទេវតារឹកថ្ងៃចំលើថ្ងៃលៀបថ្ងៃសទ្ធីរបស់គាត់ឬចំលើថ្ងៃជ័យយោរបស់គាត់យកមកល្អហើយគាត់ចេះថាទិញបាច់ចាំទៅរឿងថ្ងៃអីទេឲ្យតែមានលុយទិញបាទមួយទៀតអ្នកដែលមានរាសីដាក់ហើយស្រាប់តែយើងទៅទិញមានលុយដែរទៅទិញចំលើថ្ងៃមិនល្អធ្វើឲ្យមានគ្រោះថ្នាក់បុកប៉ះពីអ្នកខ្លះទិញមកមិនទាន់បានជីកអីនេះផងមកដល់ផ្ទះទីណាមានឡានខ្លះបុកកូនខ្លួនឯងកិនកូនខ្លួនឯងស្លាប់អ្នកខ្លះមានឡានខ្លះបុកប្រពន្ធខ្លួនឯងស្លាប់ក៏មានដែរណាអ
បាទនឹងដោយសារទិញទៅចំលើថ្ងៃលោកវិនាសឬក៏ចំនៅលើថ្ងៃអន្តរាយផុសឆ្នាំនោះប៉ុន្តែបើសិនជាប្តីប្រពន្ធឧទាហរណ៍ថាថ្ងៃនោះជាថ្ងៃគាត់ចង់ទៅទិញឡានតែចំមើលដេញតាមក្បួនទៅឃើញថាប្រពន្ធជាលេខល្អអាចយកឡាននឹងចូលផ្ទះបានយើងទៅយកឲ្យប្រពន្ធទៅយកមកបានតែមួយទៀតបើសិនជាលេខប្រពន្ធអត់បានមានលេខបានលេខប្តីទៅយកបាទហើយមួយទៀតបើសិនជាក្នុងករណីដែលថាលេខមិនបានទាំងប្តីទាំងប្រពន្ធយើងលើកថ្ងៃទៅទិញទៅកុំទៅទិញចំលើថ្ងៃអន្តរាយចំលើថ្ងៃលោកវិនាសចំលើថ្ងៃកម្មថ្ងៃមរណៈអីហ្នឹងរបស់របរហ្នឹងមិនបានសុខទេបាទនេះខ្ញុំគាត់ថាខ្ញុំដេញទៅតាមក្បួនទេប៉ុន្តែបើពុកម៉ែបងប្អូនដែលម្នាក់ចង់ទិញទៅទិញទៅខ្ញុំមិនទៅហាមឃាត់អីទេប៉ុន្តែខ្ញុំនិយាយទៅតាមក្បួនបាទហើយការទូទាយនេះក៏មាននៅក្នុងកម្មវិធីហោរាសាស្ត្ររបស់ Self Card ក៏មានដែរខ្ញុំបានទូទាយនៅក្នុង Self Card ដែរបាទយើងលោកអ្នកអាចទូទាយក្នុង app MySB ក៏បានទូទាយនៅកម្មវិធីហោរាសាស្ត្ររបស់ Self Card ក៏បានបាទខ្ញុំជ្រើសរើសការទូទាយជ្រើសរើសទិញឡានទិញម៉ូតូបើកហាងលក់ដូរប្រចាំថ្ងៃបាទអញ្ចឹងនៅក្នុងមួយខែយើងអាចមានថ្ងៃទេវតារឹកប្រហែលជា15ថ្ងៃឯដែរបាទហើយមួយទៀតថ្ងៃជ័យយោសខោរបស់យើងនៅក្នុងមួយអាទិត្យក៏យើងមាន4ថ្ងៃដែរអញ្ចឹងយើងអាចជ្រើសរើសបាននៅក្នុង4ថ្ងៃនៅក្នុង7ថ្ងៃហ្នឹងវាមាន3ថ្ងៃអន់ពេលខ្លះយើងជ្រើសបើយើងអត់ជ្រើសរើសទេយើងស្មានយើងអាចចំនៅលើថ្ងៃ3ដែលមិនល្អបាទចឹងដែរខ្ញុំបាទក៏មិនរៀបរាប់អីឲ្យវែងឆ្ងាយជាងនេះដែរខ្ញុំបាទក៏សូមបញ្ចប់នឹងការទិញឡានទិញម៉ូតូបើកហាងលក់ដូរជ្រើសរើសថ្ងៃទេវតារឹកត្រឹមប៉ុណ្នេះសូមគោរពថ្លែងអំណរគុណដល់អាដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនគ្រប់មួយទាំងអស់សូមជួបនៅពុទ្ធពរ14ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលមានគ្រប់គ្រងគ្រួសារបាទសូមជម្រាបលា